សូមជម្រាបសួរមិត្តអ្នកស្ដាប់ទាំងអស់ជាទីរាប់អាននៅថ្ងៃនេះខ្ញុំសូមលើកយកអ្នកវគ្គកថាមួយដែលមានចំណងជើងថាយាយម៉ាចមីងទឿនេះគឺជាអ្នកវគ្គកថាមួយដែលជាលំនាំរឿងពិតនៃគ្រួសារមួយបាទដំណើររឿងមានដូចតទៅនៅឆ្នាំ1975យាយម៉ាចមានស្វាមីនិងមានកូនប្រុស2នាក់ទោះបើជារស់នៅក្នុងភ្នក់ភ្លើងសង្គ្រាមយ៉ាងណាក៏ដោយក៏យាយមានអ្នកកំដរយប់ថ្ងៃជីវិតជាគ្រួសារមួយដ៏ល្អបាទអញ្ចឹងនៅស្រុកខ្មែរយើងដឹងហើយនៅឆ្នាំ1970ដល់75គឺជាសង្គ្រាមបាទនៅក្នុងសម័យសាធារណរដ្ឋខ្មែររវាងខ្មែរក្រហមជាមួយនឹងសាធារណរដ្ឋខ្មែរដែលដឹកនាំដោយលោកសេនាប្រមុខលន់ នល់បាទអញ្ចឹងប្រជាជនខ្មែរគឺរស់នៅហេងសួយព្រោះក្របបែកសង្គ្រាមកើតមានជារៀងរាល់ថ្ងៃហើយវាអត់ច្បាស់លាស់បាទអញ្ចឹងយាយម៉ែតគាត់រស់នៅក្រុងភ្នំពេញជាមួយកូនរបស់គាត់2នាក់និងប្តីរបស់គាត់អញ្ចឹងទោះបីមានសង្គ្រាមយ៉ាងហោចណាស់ក៏គាត់មានគ្រួសារមួយដែរគេតែងតែនិយាយថាសុភមង្គលគឺជាវេលាមួយដ៏ខ្លីគ្មាននរណាចង់បាត់បង់ក្នុងមួយខណៈដ៏ខ្លីឡើយប៉ុន្តែទេវតាមិនប្រកាសថានឹងផ្ដល់ឲ្យមនុស្សនៅសំណាងល្អគ្រប់គ្នាឡើយធ្វើឲ្យជីវិតអ្នកនេះកំសត់អ្នកនោះអាចសប្បាយប៉ុន្តែអ្នកដែលគួរតែសប្បាយក៏នៅតែមិនសប្បាយព្រោះគេមិនដឹងថាគេកំពុងតែមានសមណាងរហូតទាល់តែដល់វេលាដែលគេបាត់បង់ទើបគេស្ដាយក្រោយហើយដឹងខ្លួនថាគេមានសំណាងមិនចេះថែរក្សាបាទចឹងសម្រាប់ចំណុចមួយនេះរស់លើភពផែនដីមនុស្សយើងអ្នកខ្លះក៏សំណាងអ្នកខ្លះក៏មិនសូវសំណាងអ្នកខ្លះក៏សោកច្រើនជាងយំអ្នកខ្លះក៏យំច្រើនជាងសោកបាទចឹងកន្លែងនេះគ្រាន់តែចង់មានន័យថាអ្នកខ្លះមានសំណាងអាចសោកបានច្រើនប៉ុន្តែនៅតែគិតថាជីវិតរបស់ខ្លួនឯងមិនល្អណារហូតទាល់តែឱកាសសោកបាត់បង់ណាទើបស្ដាយក្រោយបាទចឹងដូចគ្នាបាទនៅខែមីនាឆ្នាំ1975ស្វាមីយាយម៉ាចបានទទួលមរណភាពដោយសារការបន្ទុះគ្រាប់បែកដែលជាផ្លែផ្កានៃការធ្វើសង្គ្រាមរវាងខ្មែរក្រហមនិងសាធារណរដ្ឋខ្មែរដែលគ្រប់គ្រងដោយអាហ្គាំងបាទអាហ្គាំងគឺសហរដ្ឋអាមេរិកចឹងអ្នកដែលរស់នៅក្រុងភ្នំពេញបាទមានន័យថាដើរធ្វើដំណើរហេងសួយបាទផ្ទុះគ្រាប់បែកគឺស្លាប់ដោយចៃដន្យចឹងយាយគាត់គ្មានសំណាងទេណាដោយសារប្តីគាត់បាត់បង់ជីវិតនៅក្នុងខែមីនាឆ្នាំ1975ដោយសារគ្រាប់បែកមិនទាន់បានស្រាក់ស្រានលើផ្លូវជីវិតដោយសារការនិរាសពីស្វាមីផងយាយក៏វង្វេងបាត់កូនប្រុសទី1ដែលមានអាយុប្រហែល5ឆ្នាំនៅម្ដុំផ្សារអូរឫស្សីក្រុងភ្នំពេញនាដើមខែមេសាបាទអញ្ចឹងយាយគាត់បាត់ប្តីហើយបន្ទាប់មកត្រូវបាត់កូនប្រុសម្នាក់ទៀតបាទពិតជាកំសត់ខ្លាំងបាទចឹងវង្វេងគ្នាហើយក៏បែកគ្នាតាំងពីពេលនោះមកទោះបីរឿងយើងមិនទាន់បានអានប៉ុន្តែដំណើររបស់គាត់គឺសោយណាស់តាំងពីចិត្តចូលសម័យខ្មែរក្រហមមកគឺគាត់សោយរហូតណាអស់ប្តីអស់កូនទី1គឺបែករហូតបាទតើជាអំណោយនៃឆ្នាំថ្មីសម្រាប់យាយឬបាទចឹងយើងដឹងហើយនៅស្រុកខ្មែរឆ្នាំ1975ពេលចូលឆ្នាំខ្មែររួចបាទគឺខ្មែរក្រហមបានចូលវាយដណ្ដើមបានទីក្រុងភ្នំពេញហើយត្រូវជម្លៀសប្រជាជនដែលនៅទីក្រុងភ្នំពេញលើសពី1លាននាក់ហ្នឹងចេញពីទីក្រុងទាំងអស់បាទជាងយាយនិងកូនទី2បាទក៏ដូចជាមនុស្សខ្មែរទូទៅដែលរស់នៅក្រុងភ្នំពេញបានចាក់ចេញពីក្រុងភ្នំពេញបាទចាក់ចោលត្រនំជាមួយកូនទី2ដោយការជំលះចេញពីទីក្រុងរួមគ្នាជាមួយនឹងប្រជាជនប្រមាណលើសពី1លាននាក់លោកយាយនិងកូនក៏រសាត់អណ្ដែតដល់ខេត្តស្វាយរៀងបាទជាងនៅក្នុងសម័យខ្មែរក្រហមយាយរស់នៅក្នុងខេត្តស្វាយរៀងយាយនិងកូនទី2មិនមានសំណាងរស់ស្រួលទេតែក៏មិនមែនមានន័យថាមានសំណាងអាក្រក់ទៅបាត់បង់ជីវិតនៅក្នុងកម្ពុជាឆ្នាំ0ដែរបាទសម័យកម្ពុជាឆ្នាំ0គឺសម័យខ្មែរក្រហមនឹងឯងណាវេទនីក្នុងសេចក្តីសេកឃ្លានពីឆ្នាំ1975ដល់1979មិនអស់មិនហើយទោះបើវៀតណាមបានវាយប្រយុទ្ធណាឈ្នះលើខ្មែរក្រហមអាចគ្រប់គ្រងទឹកដីស្ទើរតែ 90% នៃប្រទេសកម្ពុជាប៉ុន្តែយាយបែរជាត្រូវរសាត់អណ្ដែតណារត់ចុះរត់ឡើងរួមជាមួយខ្មែរក្រហមទៅដល់ព្រំដែនខ្មែរថៃបាទអញ្ចឹងនៅជាមួយខ្មែរក្រហមវាមិនមែនជាភាពងាយស្រួលទេព្រោះខ្វះធនធានជាងភាពលំបាកលំបិនក្នុងក្រមខ្មែរក្រហម
បានធ្វើឲ្យយាយត្រូវតែដឹកដៃកូនប្រុសបន្ថយបន្ថានចំពោះទៅរកជំរំជនភៀសខ្លួនបាទចឹងរត់ទៅជំរំដែលស្ថិតនៅលើទឹកដីនៃប្រទេសថៃក្រោមការជួយជ្រោមជ្រែងឧបត្ថម្ភរបស់អង្គការទទួលបន្ទុកជនភៀសខ្លួនអន្តរជាតិបាទជាក្តីសង្ឃឹមថ្មីក្នុងការសម្លឹងឆ្ពោះទៅរកប្រទេសទី3ប្រទេសសេរីដ៏ល្អប៉ុន្តែយាយគ្មានសំណាងឡើយបាទជាងអ្នកដែលទៅនៅជំរំបាទនឹងអាចមានសំណាងត្រូវបានប្រទេសល្អនៅខាងអឺរ៉ុបឬក៏អាស៊ីឬក៏អាមេរិកយកទៅណាបាទជាងគេមកសម្ភាសទៅលក្ខខណ្ឌល្អបាទអ្នកខ្លះមានសំណាងអាចឆ្ពោះទៅនៅប្រទេសទី3បាទជាងយាយនិងកូនគាត់សង្ឃឹមប៉ុន្តែទីបំផុតអត់សង្ឃឹមទេបន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងប៉ារីសឆ្នាំ1991បាទជាងអ្នកដែលជំរំត្រូវបានបិទអ្នកដែលនៅជំរំទាំងអស់ត្រូវធ្វើមាតុភូមិនិវត្តន៍មកកាន់ប្រទេសកម្ពុជាវិញយាយនិងកូនក៏បានធ្វើមាតុភូមិមកកាន់កម្ពុជាវិញហើយយាយក៏បានវិលត្រឡប់មកកាន់ទីក្រុងភ្នំពេញបាទជាតំណមថ្មីរបស់យាយប៉ុន្តែស្ថិតនៅលើដែនដីចាស់មានន័យថាយាយធ្លាប់រស់នៅតាំងពីមុនឆ្នាំ1975ហើយនៅក្នុងរបបរាជាណាចក្រកម្ពុជាទី2បាទចឹងពេលដែលមកដល់ពេញវិញយាយត្រូវជួលផ្ទះគេនៅបាទហើយធ្វើការកពិកពុកដើម្បីរស់ថ្លែងពីកូនប្រុសយាយដែលពេញវ័យក៏បានបញ្ចប់បាក់ឌុបដែរចឹងយើងកុំភ្លេចថានៅឯជំរំបាទទោះបីជាក្នុងនាមជាជនភៀសខ្លួនរស់នៅប្រទេសថៃប៉ុន្តែមានសាលារៀនមានគ្រូពេទ្យមានទាហានមានអីចឹងពេលដែលសមាហរណកម្មចូលមកកាន់ទីមកបង្រួមជាតិជាមួយស្រុកខ្មែរអ្នកនៅពេញវិញមានន័យថាខាងនោះគាត់មានអីត្រូវពេលដែលចូលមកដល់ពេញវិញឬក៏ចូលដល់ខេត្តណាក៏ដោយនៅស្រុកខ្មែរត្រូវទទួលបានតំណែងឬក៏លក្ខខណ្ឌប្រហែលគ្នាដោយការដែលនៅជំរំមានន័យថាបើគាត់ជាពេទ្យមកដល់កម្ពុជាគាត់ត្រូវមានតំណែងមួយជាពេទ្យគាត់ជាទាហានសាក់2សាក់3អីត្រូវមានតំណែងសាក់2សាក់3អីអញ្ចឹងបើជាសិស្សណាទី8រៀនទី8ឡើងវិញទី9អញ្ចឹងណាបាទជាងជំនាន់ហ្នឹងយើងធ្វើសមារណកម្មអញ្ចឹងទៅអ្វីទាំងអស់ប្រហែលគ្នាទាំងអស់បាទជាងកូនប្រុសយាយដែលពេញវ័យនោះក៏បានបញ្ចប់បាក់ឌុបដែរពេលដែលភៀសខ្លួនត្រឡប់មកដល់ស្រុកខ្មែរវិញនឹងបាទលិខិតបញ្ជាក់ការសិក្សាពីជំរំជនភៀសខ្លួនគឺមានតម្លៃស្មើគ្នានឹងអ្នកក្រោមរស់របបរដ្ឋកម្ពុជាដូចគ្នាដោយសារយាយនៅខាងស្រុកថៃកូនយាយនៅថៃនៅជំរំឯស្រុកថៃមានឱកាសរៀនភាសាថៃបាទធ្វើឲ្យកូនយាយមានចំណេះដឹងភាសាថៃអាចធ្វើការបណ្ដាលនិងរៀនបន្តបណ្ដាលនៅសាកលវិទ្យាល័យបាទជីវិតយើងឃើញលក្ខខណ្ឌហ្នឹងគួរតែល្អទាំងកូននិងយាយប៉ុន្តែហេតុអ្វីក៏អំណោយដ៏ល្អមួយទេវតាមិនព្រមប្រទានឲ្យយាយនិងកូនរស់ក្នុងសង្គមថ្មីនឹងបានស្រួលណាបាទចឹងមិនស្រួលទេណាព្រោះតែជំនាន់ហ្នឹងយើងប្រកាន់របបឆ្នាំ1993មកយើងប្រកាន់របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញចឹងវាមានការប្រកួតប្រជែងសេរីរស់ក្នុងសង្គមថ្មីការប្រកួតប្រជែងគឺមានលក្ខណៈសេរីវប្បធម៌ថ្មីចឹងតាមរយៈស្ថានីយទូរទស្សន៍ដែលបានបង្ហាញពីវប្បធម៌ថ្មីបានពង្វក់ស្មារតីយុវជនណាបាទភាពលោឆាយភាពទំនើបស៊ីវិល័យនិងបាទភាពហឹកហាក់គឺជាជីវិតដ៏ស្រស់បំព្រងដែលយុវវ័យប្រាថ្នាចង់បានដើម្បីបានសប្បាយដើម្បីបង្អួតគ្នាដើម្បីបានអស្ចារ្យជាងគេយុវវ័យបានបំភ្លេចអស់នូវការព្រៀនប្រដៅរបស់ដូនតារបស់សាសនារបស់ព្រះពុទ្ធយុវវ័យមិនខ្វល់ដើម្បីមានបានការកេងប្រវ័ញ្ចលើប្រជាជាតិដូចគ្នាកើតមានជាធម្មតាមនសិការវិជ្ជាជីវៈស្ទើរតែឆ្កែស៊ីអស់ទីណាក៏បាក់ពួកអញពួកគេបំផ្លាញចុះបំផ្លាញឡើងបំផ្លាញតែជនជាតិខ្លួនហើយបែរជាជួយជនបរទេសឲ្យចម្រើនឲ្យចំណេញឲ្យកាន់តែលូតលាស់សេដ្ឋកិច្ចទៅវិញចឹងនៅជំនាន់ហ្នឹងពីឆ្នាំ91 92 93 94 95ហ្នឹងស្រុកខ្មែរយើងអត់សូវមានអីរីកចម្រើនទេគ្រប់យ៉ាងគឺពឹងលើបរទេសចឹងមានន័យថាជំនួយពីបរទេសមកមានន័យថាយកលុយហ្នឹងទៅទិញអវ៉ាន់ពីបរទេសមកវិញបាទចឹងយើងមានការនាំចូលសម្ភារៈថ្មីរបស់ទំនើបដែលធ្វើឲ្យក្មេងៗជំនាន់ហ្នឹងមានការឆ្លុះវង្វេងខ្លាំងជាគិតថាតើមានអស់ហ្នឹងបានល្អហើយដែលប្រឹងទិញចុះទិញឡើងបានន័យថាជួយតែសង្គមបរទេសឲ្យកាន់តែរីកចម្រើនជឿនលឿនបាទយើងចូលដល់វគ្គបន្តទៀតអស់អោវាសនាកម្ពុជាអស់អោប្រជាជាតិដ៏អភ័ព្វអ្នកបានបំភ្លេចអស់នៅសក្តានុពលនៃជាតិរបស់ខ្លួនក្រោមភាពទំនើបនៃវប្បធម៌ថ្មីបាទចឹងនៅទីនេះខ្ញុំចង់មានន័យថានៅស្រុកខ្មែរជាប្រទេសកសិកម្មប៉ុន្តែយើងបែរប្រឹងអភិវឌ្ឍរោងចក្រចំនួនហ្នឹងណាបាទចឹងយើងអត់មានខំប្រឹងបដោះមនុស្សឲ្យស្រឡាញ់កសិកម្មធ្វើម៉េចឲ្យកសិកម្មរីកចម្រើនគឺយើងអត់រវល់បែរជាចាប់អារម្មណ៍លើវិស័យកាត់ដេរអីទៅវិញបាទសម្ភារៈល្អគឺអស្ចារ្យបាទចឹងជនជាតិខ្មែរភ្លេចសក្តានុពលភាពនៃជាតិខ្លួនដែលមានអីខ្លាំងមានអីប្រើបាន
បាយជានាំគ្នាគិតតែពីអ្វីដែលជាលក្ខណៈទំនើបដោយប្រទេសទំនើបទៅហើយចឹងជ្រួលជ្រើមចាប់អារម្មណ៍លើសម្ភារៈល្អគឺអស្ចារ្យទាន់សម័យគឺអស្ចារ្យបដិញភាពទំនើបចុងក្រោយដែលកើតមានមិនចេះចាប់មិនចេះហើយដើម្បីបំពន់ចំណងដែលគ្រាន់តែជាអារម្មណ៍មួយដ៏ល្ងីល្ងើបាទចឹងយាយម៉ាចហើយនឹងកូនគាត់រស់នៅក្រុងភ្នំពេញកូនយាយពូកែណាពូកែខាងលួងលោមយាយណាទិញម៉ូតូថ្មីទិញគ្រឿងអលង្ការថ្មីទិញសម្ភារៈថ្មីរីឯយាយវិញគឺមិនដែលបដិសេធទេដើម្បីកូនប្រុសតែមួយរបស់យាយគឺយាយអាចគ្រប់ពេលទាំងអស់បាទហើយនិយាយពីកូនយាយគឺប្រកែមែនបាទលួងលោមយាយសារជាថ្មីម្ដងហើយម្ដងទៀតបដូរម៉ូតម៉ូតូបដិញឆ្នាំណាបាទទិញលក់ចុងក្រោយចំណេញតែអ្នកលក់ណាបាទទោះបើគ្រោះថ្នាក់ទោះបើចោលលួចណាបាត់ហើយក៏យាយនៅតែទិញទៀតដើម្បីបំពេញចិត្តកូនប្រុសតែមួយរបស់យាយនៅទីបំផុតកូនយាយបានរៀបការនៅចំនួនឆ្នាំ1999ទៅ2000ហើយបន្ទាប់មកកូនប្រុសយាយនឹងក៏មានកូន2បន្តទៀតប៉ុន្តែទោះបីមានកូន2ក៏ដោយដោយសារកូនយាយត្រូវធ្វើការកូនប្រសារយាយក៏ត្រូវធ្វើការជាងយាយត្រូវទទួលខុសត្រូវជួយទំនុកបម្រុងនិងចិញ្ចឹមបីបាច់ថែរក្សាចៅរឿងដ៏អាក្រក់មួយបានកើតឡើងនៅចុងឆ្នាំ2003បាទប្រហែលជា2សប្តាហ៍ហើយដែលយាយមិនបានឃើញកូនប្រុសរបស់យាយមកលេងផ្ទះរបស់យាយរីឯប្រពន្ធរបស់កូនយាយក៏បានមកសួរនាំយាយប៉ុន្តែគ្មាននរណាដឹងឡើយណាប្រពន្ធគិតថាណាប្តីនៅឯផ្ទះម៉ែរីឯម៉ែគិតថាប្តីនៅឯផ្ទះប្រពន្ធបាទអញ្ចឹងទីបំផុតទម្រាំតែរកឃើញគឺកូនយាយបានទទួលមរណភាពទៅហើយកូនយាយគ្រាន់តែជាធាតុដែលស្ថិតនៅក្នុងកោដ្ឋឯវត្តព្រះពុទ្ធកូនយាយបានទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍ក្រោមអំណាចនៃភាពស្រវឹងបាទគឺគ្រោះថ្នាក់ជាមួយនឹងឡានធំនៅត្រើយម្ខាងនៃស្ពានជ្រោយចង្វាយាយពិតជាស្រត់ស្មារតីពេលដែលបានទទួលដំណឹងនេះពីប៉ូលីសណារូបថតចុងក្រោយគឺជារូបសាកសពដ៏អាណ៌អធមបំផុតបាទបាត់បង់មនុស្សជាទីស្រឡាញ់មិនបាន2សប្តាហ៍ផងយាយក៏មានជំងឺលើសឈាមហើយត្រូវស្លាប់មួយចំហៀងខ្លួនបាទបន្ទុកជាន់លើបន្ទុកប្រពន្ធនៃកូនប្រុសយាយមិនអាចថែទាំយាយទេព្រោះសូម្បីតែកូនទាំងពីរដែលជាចៅរបស់យាយក៏នាងមិនអាចថែទាំបានដែរគឺនាងត្រូវធ្វើការណាផ្គត់ផ្គង់ចិញ្ចឹមកូនប្តីមុនប្រពន្ធរបស់កូនប្រុសយាយនឹងមានន័យថានាងជាស្ត្រីមេម៉ាយដែលមានប្តីពីមុនហើយបន្ទាប់មកមានកូនបាទអញ្ចឹងកូនយាយស្រឡាញ់នាងហើយយកនាងទៅបានមានកូនបន្តទៀតអញ្ចឹងខាងប្រពន្ធនោះគាត់ត្រូវចិញ្ចឹមកូនដើមផងចិញ្ចឹមកូនក្រោយនេះផងហើយឥឡូវប្តីក៏ស្លាប់ទៀតចឹងអត់មានអ្នកណាមើលទាំងអស់គឺនាងក៏ហត់ដែរបាទចឹងនាងបានយកកូនដើមទៅផ្ញើម៉ែឪបកាទៅរីឯកូនក្រោយនេះឲ្យមកខាងយាយបាទប៉ុន្តែតើឥឡូវត្រូវធ្វើម៉េចបើយាយលើសឈាមស្លាប់មួយចំហៀងខ្លួនបាទជីវិតអ្នកមានគ្រួសារគឺពិបាកចឹងអ្នកនៅលាវថាអ្នករៀបការល្អរីឯអ្នករៀបការហើយថាអ្នកនៅលាវល្អជីវិតគឺពិតជាពិបាកយល់បាទយាយម្នាក់ចៅ2នាក់បាទតើអ្នកណាមើលអ្នកណាបើចៅនឹងទូចអាយុ1ឆ្នាំ2ឆ្នាំហើយអ្នកណាថែទាំបាទជីវិតមនុស្សគឺពិតជាខុសខើតែអ្វីដែលរឹតតែខុសខើអ្នកដែលត្រូវរស់នៅបាទដើម្បីថែរក្សាយាយហើយនឹងចៅនេះតើអ្នកណាបាទចឹងយើងនឹងឃើញតួអង្គថ្មីមួយទៀតនោះគឺមីងទឿបាទមីងទឿគឺជាក្មួយយាយម៉ាចដែលខ្ញុំមិនបានរំលឹកទេកាលពីដើមរឿងនៃរឿងនេះបាទចឹងមីងទឿគឺជាអ្នកទទួលបន្ទុកថែរក្សារ៉ាប់រងនៅអ្វីៗទាំងអស់ដើម្បីយាយនិងចៅទាំងទ្វេរបស់យាយមីងទឿគឺជាក្មេងស្រីម្នាក់ដែលយាយម៉ាចជួយថែរក្សាបន្ទាប់ពីគាត់វិលត្រឡប់ពីជំរំជនភៀសខ្លួនចូលមកដល់ក្រុងភ្នំពេញវិញគាត់ក៏បានជួបហើយអ្នកទាំងពីរគឺជាញាតិនឹងគ្នាចឹងក៏រស់នៅជាមួយគ្នាទៅណាដោយសារមីងទឿគាត់កំព្រាអត់មានអ្នកណាទាំងអស់ចឹងមីងទឿរស់នៅជាមួយយាយណាដូចជាកូនរបស់យាយដែរប៉ុន្តែមិនដឹងជាអំណោយសម្រាប់មីងទឿឬក៏ជាបាទទណ្ឌកម្មសម្រាប់មីងទឿទេដែលមីងទឿត្រូវប្រឈមមុខនឹងហេតុការណ៍មួយនេះគឺឥឡូវនេះបាទណាយាយគាត់ខ្លាយទៅជាមនុស្សពិការហើយត្រូវមានចៅ2រីឯកូនប្រុសយាយក៏ស្លាប់បាត់ទៀតចឹងមីងទឿគាត់ត្រូវធ្វើអីដើម្បីទ្រទ្រង់គ្រួសារបាទនៅខ្ញុំខឹងនឹងទេវតាដែលមិនបានឲ្យសំណាងដល់មីងទឿទេប៉ុន្តែបែរជាឲ្យការធ្វើតេស្តដល់ខ្លោចផ្សាសម្រាប់មីងទឿទៅវិញបាទ
Chân tiền gì mà nhưng mình tứa quạt chỉ pi nè mình không mối nó còn lụa là bò đầy con lụa đố bạn đừng pính được biết tiền bọc hiểm tem đóคือlụa chạy ăn lụa xòm ngao chân nè được ở sạc được mơ ta phải được mơ panna ta cướp con tới đầm bể rùa ta ai cầm san sập bài bàn thế ta ai thường nào là ao chịu vật thế bạn cứ bất chỉ bị bạn nè bạnខ្ញុំសរសើរមីងទឿដែលជាមនុស្សប្រសពបំផុតក្នុងការអត់ធ្មត់និងសន្សំសំចៃមីងទឿគឺអស្ចារ្យជាងតួនាងម៉ាលីនៅក្នុងរឿងបន្តោងខ្សែកពេជ្រដែលជារឿងបារាំងហើយមីងទឿក៏អស្ចារ្យជាងនាងម៉ាក់ថានៅក្នុងរឿងម៉ាក់ថាដែលជាអក្សរសិល្ប៍ក្រិចបុរាណណាជីវិតនៅក្នុងបឡោមលោកទោះបីម៉ាលីនាងម៉ាក់ថាប្រវាក់យ៉ាងណាក៏ដោយណាក៏ខ្ញុំពេលយើងអានទៅយើងអាចដឹងនៅទីបញ្ចប់បានយ៉ាងឆាប់ណាវាលឿនប៉ុន្តែជីវិតជាក់ស្ដែងរបស់មនុស្សវិញណាពេលដែលពិបាកណាចិញ្ចឹមមនុស្សថែទាំមនុស្សពិការណាថ្ងៃណាបញ្ចប់បាទគឺពិតជាគ្មាននរណាដឹងនោះឡើយបាទណាបញ្ចប់ពេលណាទៅធូរស្បើយគឺពិបាកមែនបាទតើទ្រាំបានយូរប៉ុណ្ណាក៏គ្មាននរណាដឹងដែរណាដឹងតែត្រឹមថាបើជីវភាពរបស់ខ្លួនក្រីក្រហើយគឺរស់នៅដើម្បីបម្រើតែអ្នកមានដើម្បីជួយអ្នកមានឲ្យកាន់តែមានណាដើម្បីឲ្យអ្នកមានរស់សប្បាយលើកំណត់ទុកនៃជីវិតរបស់ខ្លួនដែលជាអ្នកក្រតែប៉ុណ្ណោះបាទចឹងយើងស្ដាប់ដល់ប៉ុណ្ណឹងយើងគិតថាវាពិបាកម្យ៉ាងប៉ុន្តែអ្វីដែលពិបាកអ្នកទាំងអស់គ្នាត្រូវដឹងកន្លែងនេះបាទបំណុលជីវិតតើត្រូវដោះពេញមួយជីវិតឬពេលដែលយាយម៉ាចពិការនរណាក៏ដឹងថាយាយម៉ាចគាត់មានបំណុលរំកោះបំណុលជុំទឹះណាត្រូវបានប្រកាសគ្រប់ទិសទីម្ចាស់បំណុលទាំងអស់ចេញចូលផ្ទះយាយម៉ាចដូចជាផ្ទះរបស់គាត់ជាទីមកាហ្វេយើងមិនចាំទេថាពេលដែលកូនចង់បានអីយាយតែងតែជួយបានចំណេញណាម៉ូតូមួយមិនមែនជារឿងសាមញ្ញធម្មតាទេដែលយើងរលុយដើម្បីទិញសូម្បីតែពួកយើងជំនាន់នេះយើងនៅពិបាករលុយដើម្បីទិញចុះជំនាន់ឆ្នាំ1990ជាងណាម៉ូតូមួយប្រហែលជា$700-800ហើយប្រាក់ខែមនុស្សមួយខែ$40-50យើងត្រូវសំប្រហែលមួយឆ្នាំទៅបានម៉ូតូមួយហើយបើយើងលក់អន្សមលក់អីទៀតយើងសម័យមើលបាទអញ្ចឹងយាយពូកែមែនណាគឺយាយខ្ចីលុយអ្នកនេះណាទៅសងអ្នកនោះខ្ចីលុយអ្នកនោះសងអ្នកនេះព្រោះតែដើម្បីកូនយាយខ្ចីលុយគេដើម្បីទិញអីវ៉ាន់ឲ្យកូនបាទហើយយាយបានរក្សាវាជាអាថ៌កំបាំងទៀតបាទហើយម្ចាស់បំណុលជានរណាបាទសតតែជាអ្នកចិត្តខាងដែលធូរធារណាចិត្តល្អអ្នកចិត្តខាងចិត្តល្អបាទខ្ញុំគិតថាមិនចិត្តល្អទេព្រោះអត្រាការប្រាក់គឺ10%ក្នុងមួយខែជាងយើងសម័យមើលខ្ចី$100ការ$10ក្នុងមួយខែរាល់ថ្ងៃសម័យបច្ចុប្បន្ននេះយើងខ្ចីលុយធនាគារ$100មួយខែការតែ1%យើងនៅចង់ពិបាករលុយចុះតម្រាំចំនួននោះទៀតបាទអូខេបាទអញ្ចឹងអ្នកចិត្តខាងមិនប្រកាសថាចិត្តល្អទេគឺសម្រាប់មនុស្សទាំងរស់ព្រោះឲ្យយាយខ្ចីមិនខ្ចីដើម្បីទៅរកស៊ីឬខ្ចីដើម្បីទិញអីវ៉ាន់ដែលអត់ប្រយោជន៍ណានេះពិតជាវិធីអ្នកមានកេងប្រវ័ញ្ចលើភាពល្ងងខ្លៅរបស់អ្នកក្រដែលងប់នឹងចំណងបាទអញ្ចឹងយាយស្រឡាញ់កូនពេកធ្វើបាបខ្លួនឯងបាទអូខេដើម្បីបំពេញចិត្តកូនយាយម៉ាច់បានចងការបំណុលគ្រប់ទិសណាហើយឥឡូវនេះកូនក៏បានស្លាប់តែបាត់ទាំងមិនដឹងថាខ្លួននេះបានធ្វើមកអាម្ដាយទេណាចឹងកូនគិតថាអូម្ដាយរលុយបានណាគាត់មិនដឹងថាម្ដាយនឹងជាពាក់បំណុលគេទេណាដល់គាត់ទៅបាត់បានម្ដាយនឹងបាទពិការទៅមិនដឹងបាទម្ដាយនៅរស់មែនតែរស់ទាំងពិការពឹងលើជំនួយបាទអ្នករងគ្រោះគឺមីងទឿត្រូវរស់ស៊ីចិញ្ចឹមអ៊ំខ្លួនផងបាទត្រូវរលុយសងបំណុលផងហើយបន្ទាប់មកគិតណាអាជីពប៉ុណ្ណឹងមុខរបរប៉ុណ្ណឹងតើធ្វើការពេលណាទើបសងរួចបើនៅតែការប្រាក់10%មែនបំណុលនោះគឺសងមិនចប់ឡើយណាតតែសេះដល់ស្នែងត្រីដែងដល់ស្កាត្រីប្រាលែងមានកតុយណាក៏បំណុលហ្នឹងមើលទៅនៅតែអត់ចប់បាទជីវិតរស់នៅជាមួយនរណាក៏លំបាកមួយយ៉ាងម្នាក់ដូចគ្នាគ្រាន់តែតើអ្នកស្ម័គ្រចិត្តលំបាកដើម្បីនរណាបាទចុងបញ្ចប់ម្ចាស់បំណុលមិនអាចសម្រាប់កូនបំណុលដែលពិការស្ទើរតែមិនរស់ដើម្បីលុយឡើយបាទជាងដោយសារយាយម៉ាច់ពិការហើយគាត់អាចធ្វើការជាងគាត់គ្មានលុយសងទេចឹងមីងទឿគាត់សុកចិត្តរ៉ាប់រងសងជំនួសប៉ុន្តែប្រសិនបើសងតកាក៏មីងទឿអត់សងដែរណាគ្រប់បំណុលត្រូវលែងគិតការប្រាក់ចុងបញ្ចប់គ្រប់បំណុលត្រូវតែសរុបរួចហើយចែកជាចំនួនខែក្នុងរយៈពេល3ឆ្នាំចឹងមីងទឿក៏ខំប្រឹងធ្វើការលក់ទៅឲ្យសំលុយបន្តិចទៅលេងតុងទីនផងទៅហើយដើម្បីបាទសងបំណុលគេម្ដងតិចបាទបើខុសពីមីងទឿតើម្ចាស់បំណុលអាចបានប្រាក់ដើមវិញទេ
ទោះបើបានស៊ីការប្រាក់លើសពីប្រាក់ដើមទៅហើយនោះមកចឹងនិយាយម៉ាច់គាត់ជពាក់នឹងគាត់ជពាក់គេយូរហើយជាទូទៅបំណុលដែលគាត់ជពាក់ទាំងអស់គេស៊ីការគឺលើសអាដើមតែខ្ចីទៅទៀតណាចឹងឧទាហរណ៍ថាខ្ចីគេ$100មួយខែការ$10អញ្ចឹងគាត់សងគេតែមួយឆ្នាំគឺរួចអាថ្លៃដើមគាត់ជពាក់គេហើយបន្ទាប់មកគាត់នៅសងគេអញ្ចឹងពេលខ្លះសង3ឆ្នាំ4ឆ្នាំអត់រួចចឹងមានន័យថាខ្ចីគេ100ឲ្យគេឡើង300-400ហើយនៅតែមិនចំបាទព្រោះគាត់អាចសងតការប្រាក់បាទចឹងបើខុសពីមីងទឿតាមម្ចាស់បំណុលអាចបានប្រាក់ដើមទេបាទកិច្ចសន្យាអត់មានលិខិតបញ្ជាក់អត់មានអញ្ចឹងមីងទឿគាត់ជាមនុស្សម្នាក់ដែលយើងយល់ដែលយើងប្រើពាក្យថាក្រមែនប៉ុន្តែនៅតែសពបរោះជពាក់លុយគេដឹងតែតាំងចិត្តថាសងបាទចឹងគាត់ព្យាយាមសងនៅពេលដែលគេបាទដោះស្រាយតាមវិធីសាស្ត្រដ៏សាមញ្ញមួយគឺឈប់យកការប្រាក់ហើយអាលុយជពាក់ប្រហែលចែកចេញជាខែទៅសងតាមនឹងអរគុណមីងទឿដែលបានលះបង់យុវវ័យរបស់ខ្លួនក្នុងការបំពេញនៅបេសកកម្មមួយនេះរហូតដល់ទីបញ្ចប់ទីបំផុតនៅឆ្នាំ2010បំណុលបានបញ្ចប់ចាគាត់ជពាក់គេនឹងគាត់សងប្រហែលឆ្នាំ2007-2008គឺចប់បរិបូរណ៍ប៉ុន្តែអ្វីដែលគាត់នៅជាប់ជពាក់គឺដោយសារគាត់លេងតុងទីនបានន័យថាគាត់ត្រូវដេញតុងទីនទៅជពាក់ខាងតុងទីនដើម្បីរកលុយមកសងអាបំណុលនេះឲ្យបានអស់មុនបាទចឹងគាត់ពិតជាអស្ចារ្យទីបំផុតបេសកកម្មរបស់គាត់នេះបានជោគជ័យបាទចឹងនៅឆ្នាំ2010ស្ត្រីបាទឆ្នាំ2010ខ្ញុំបានសរសេររឿងហ្នឹងស្ត្រីវ័យប្រហែល40ឆ្នាំគឺមីងទឿរស់កំដរលោកយាយបាទគឺយាយម៉ាចដែលមានអាយុប្រហែលជា60ណាហើយផ្ទះដែលគាត់នៅតែជួលគេដល់ដែរបាទចឹងបេសកកម្មជីវិតរបស់ពួកគាត់ឆ្នាំ90 2000 2010 20ឆ្នាំអត់មានសេសសល់អ្វីទាំងអស់បាទបើអ្នកគិតថាជីវិតអ្នកលំបាកសូមអ្នកនឹកគិតដល់រឿងមីងទឿបាទឬគិតដល់រឿងម៉ាក់ថាក៏បានអូខេទោះបើពួកគេមានកំហុសឬគ្មានកំហុសក៏ពួកគេបានបំពេញនៅបេសកកម្មដ៏ល្អមួយអញ្ចឹងម៉ាក់ថានាងខំប្រឹងលក់ខ្លួនដើម្បីចិញ្ចឹមកូននេះជារឿងក្រាច់នាងចាញ់បោកប្រុសម្នាក់ដែលបោកនាងរហូតដល់មានកូនហើយបោះបង់នាងចោលប៉ុន្តែនាងនៅតែខំប្រឹងតស៊ូដើម្បីកូនមានន័យថាសុខចិត្តលក់ខ្លួនដើម្បីកូនណាបាទដល់ពេលមីងទឿបាទដើម្បីសងគុណដល់អ៊ំដែលបានជួយខ្លួនចឹងគាត់សុខចិត្តធ្វើការដើម្បីសងបំណុលអូខេដល់សូម៉ាលីនោះគាត់ខ្ចីលុយគេទិញគ្រឿងសំទុកគាត់ខ្ចីគ្រឿងអលង្ការគេឲ្យធ្វើបាត់ហើយបន្ទាប់មកគាត់ត្រូវធ្វើការអស់10ឆ្នាំទើបសងគេចឹងម្នាក់ហាក់បីដូចជាមានបញ្ហាច្រើនដែលបញ្ហាទាំងអស់សុទ្ធតែជាសេចក្តីល្ងងខ្លៅចាញ់បោកពួកអ្នកឆ្លាតបាទចឹងបើអ្នកទាំងអស់គ្នាដែលជាអ្នកកំពុងរៀននេះគិតថាជីវិតខ្លួនពិបាកត្រូវគិតដល់មីងទឿម៉ាក់ថាដែលនឹងនាងសូម៉ាលីដែលជីវិតរស់នៅដឹងថាបាទព្រោះតែចាញ់បោកគេហើយត្រូវប្រឹងធ្វើការដើម្បីដោះតែបំណុលទេណាគ្មានពេលណាដើម្បីកំសាន្តសប្បាយឬទិញអំណោយឲ្យជីវិតខ្លួនឡើយណាជាងពួកគាត់បានបំពេញនៅបេសកកម្មដ៏ល្អមួយដែលមិនខ្ចីរងចាំទទួលជំនួយពីនរណាទាំងអស់ព្រោះគាត់ដឹងថាគ្មាននរណាមកជួយគាត់ទេក្រៅពីខ្លួនគាត់ដែលត្រូវខំប្រឹងប្រែងដោយខ្លួនឯងដើម្បីគ្រួសារត្រូវតែខំប្រឹងដោះស្រាយបំណុលដែលគាត់ត្រូវតែប្រឈមនេះបាទចឹងរឿងហ្នឹងយើងបានដល់ទីបញ្ចប់ហើយនេះគឺជាប្រតិកម្មរបស់ខ្ញុំមួយចំនួនចំពោះរឿងហ្នឹងដែលខ្ញុំសេតាំងពី10ឆ្នាំមុនហើយឥឡូវនេះជាចំណាប់អារម្មណ៍នៅថ្ងៃនេះបាទខ្ញុំនៅតែខ្លាចមកដល់ថ្ងៃនេះការប្រកួតប្រជែងភាពលយដែលបានបំពោប្រជាជាតិមួយនេះចឹងនៅស្រុកខ្មែរខ្ញុំអាណិតជនជាតិខ្មែរដែលមានន័យថាងប់ងល់នឹងការប្រកួតប្រជែងសម្រាប់ជនជាតិខ្លួនឯងដើម្បីខ្លួនឯងមានឈ្មោះថាឈ្នះឬលយណាធ្វើអីក៏ដោយដើម្បីឲ្យខ្លួនឯងថាវាអស្ចារ្យណាសុខចិត្តជិះជាន់បំផ្លាញជនជាតិខ្លួនឯងបាទគឺខ្ញុំពិតជាខ្លាចតើជីវិតពិតជាគ្មានក្តីសុខមែនឬពេលដែលអ្នកមិនមានសម្ភារៈល្អជាងអ្នកដទៃបាទជាងផ្នែកកំណត់មនុស្សខ្មែរយើងដឹងហើយណាចូលចិត្តបង្អួតគ្នាពាក់មាសប្រើទូរស័ព្ទម៉ូតូឡានណាបាទតើជីវិតពិតជាសុបាយមែនឬដែលបានធ្វើស្រែលើខ្នងម៉ែឪជាក្នុងនាមជាកូនដែលយើងបង្ខំម៉ែឪឲ្យទិញអីវ៉ាន់ឲ្យខ្លួនណាតើយើងពិតជាសុបាយមែនឬដែលបានធ្វើស្រែលើខ្នងញាតិមិត្តយើងមិត្តយើងអញ្ចឹងយើងកេងចំណេញពីសាច់ញាតិយើងពីមិត្តភក្តិយើងណាតើយើងពិតជាសុបាយចិត្តមែនឬណាដែលបានធ្វើស្រែលើខ្នងអ្នកដទៃដើម្បីកេងចំណេញឲ្យតែខ្លួនឯងបានលយអញ្ចឹងសម្រាប់អ្នកដែលធ្វើការអ្នកដែលគ្មានមនសិការវិជ្ជាជីវៈណាឃ្លានឹងខ្ញុំចង់មានន័យប៉ុណ្ណឹងបាទតើជីវិតជាអ្នកដឹកនាំ
ជាគ្រូបង្រៀនជាគ្រូពេទ្យសប្បាយមែនឬដែលបានធ្វើស្រែលើខ្នងរីខ្នងសិស្សនៅក្នុងអ្នកជំងឺបាទអញ្ចឹងខ្ញុំចង់និយាយថាអ្នកដឹកនាំសប្បាយមែនឬដែលខ្លួនឯងមានស្រុកស្ដំហើយមើលរាសវិញឲ្យលហេមលហាមណាជាគ្រូបង្រៀនសប្បាយមែនឬដែលត្រូវកេងប្រវាញ់លើណាលុយសិស្សណាជាពិសេសគ្រូនៅអនុវិទ្យាល័យណាដែលសិស្សម៉ែឪសិស្សកំពុងធ្វើអីហើយសប្បាយមែនឬដែលកេងប្រវាញ់លើខ្នងសិស្សគ្រាន់តែមិនទៅរៀនគួរបន្ថែមសោះធ្វើបាបសិស្សជាដើមជាគ្រូពេទ្យសប្បាយចិត្តមែនឬដែលធ្វើស្រែលើខ្នងអ្នកជំងឺណាខ្លួនឯងគ្មានឯកទេសព្យាបាលជំងឺហ្នឹងឯងប៉ុន្តែនៅទីអ្នកជំងឺដើម្បីទៅព្យាបាលណាមុខលុយបាទនេះជាបញ្ហាចង់បញ្ចប់ខ្ញុំសូមអរគុណដល់ច្បាប់ធម្មជាតិដែលតម្រូវឲ្យមនុស្សត្រូវតែស្លាប់ដើម្បីកុំឲ្យពួកអ្នកមានកាយសាហាវខុសខើពេកខ្ញុំសំទោសវាជាអារម្មណ៍របស់ខ្ញុំទេសម្រាប់អ្នកមានយើងដឹងហើយណាថាទ្រព្យសម្បត្តិរបស់គាត់ចាយ300ឆ្នាំ1000ឆ្នាំ10000ឆ្នាំរួមអស់ផងចឹងអរគុណច្បាប់ធម្មជាតិដែលឲ្យពួកគាត់ស្លាប់រស់នៅយូរបំផុតណា80 100ឆ្នាំចឹងទាំងមានទាំងក្រស្លាប់ដូចគ្នាចឹងមានយ៉ាងណាក៏មិនអាចបាទកាយសាហាវខុសខើលើអ្នកក្រយូរដែរបាទខ្ញុំមិនបង្ខំឲ្យអ្នកទាំងអស់គ្នាគ្រប់គ្រងទេប៉ុន្តែខ្ញុំពិតជាស្រឡាញ់លក្ខខណ្ឌមួយហ្នឹងខ្ញុំអរគុណដល់ធម្មជាតិអរគុណដល់ការអប់រំដែលខ្ញុំមានសំណាងបានទទួលដែលបានធ្វើឲ្យខ្ញុំចេះសោយសុខក្នុងភាពដ៏រហេមរហាមរបស់ខ្ញុំខ្ញុំមិនមានអារម្មណ៍អីទេខ្ញុំគ្រាន់តែចង់និយាយថាខ្ញុំអាចសប្បាយរីករាយជាមួយនឹងភាពតិចតួចដែលខ្លួនកំពុងមានខ្ញុំសង្ឃឹមថាខ្ញុំដែលអនាគតនឹងលែងមានអ្វីនោះហើយជាភាពសុខសាន្តរបស់ខ្ញុំនៅទីសម្រាប់ចុងក្រោយបងអស់នៅទីនេះខ្ញុំក៏ចង់មានន័យថាពេលដែលយើងអត់សូវមានយើងអត់សូវបាត់ពេលដែលយើងអត់សូវបាត់យើងអត់ចេះកាត់ទុកណាពេលមានយើងនឹងបាត់ហើយពេលបាត់យើងនឹងកាត់ទុកអូខេចឹងកុំសវ៉ាសទិញអោបសោបខ្លាំងពេកណាខ្ញុំនៅអនុវត្តគោលជំហរកុំនិយាយថានេះជារបស់ខ្ញុំនោះជារបស់អ្នកចូលនិយាយថានេះវាបានមករកខ្ញុំណានោះវាបានទៅរកអ្នកថ្ងៃណាមួយនេះនឹងនោះវានឹងចេញពីខ្ញុំហើយនឹងចេញពីអ្នកចឹងព្យាយាមរៀនស្រឡាញ់ភាពតិចតួចដែលខ្លួនកំពុងមានវាធ្វើឲ្យយើងរស់នៅសុខស្រួលហើយអត់សូវឈឺចាប់បាទវគ្គបន្ទាប់ទៀតចឹងតាមរយៈអ្នកវគ្គកថាខ្លីខាងលើនេះខ្ញុំសង្ឃឹមថាបងប្អូននឹងឈប់ប្រៀបធៀបណាខ្លួនឯងនឹងអ្នកដទៃប៉ុន្តែចូលប្រៀបធៀបនឹងអតីតកាលរបស់ខ្លួនវិញអូខេកាលណាយើងប្រៀបធៀបខ្លួនយើងអ្នកដទៃដោយសារយើងអត់រៀនមុខវិជ្ជាប្រៀបធៀបជាទូទៅយើងនឹងឈឺចាប់ប្រៀបធៀបខុសហើយដូច្នេះសូមរៀនប្រៀបធៀបខ្លួនឯងពីអតីតកាលនិងខ្លួនឯងនៅបច្ចុប្បន្នធ្វើយ៉ាងណាឲ្យឃើញថាបច្ចុប្បន្ននេះយើងរីកចម្រើននោះហើយមានន័យថាយើងជាបុគ្គលដែលប្រសើរតាមរយៈមេរៀននេះខ្ញុំសង្ឃឹមថាឈប់ធ្វើស្រែលើខ្នងម៉ែឪដើម្បីបំពន់ចំណងល្ងីល្ងើរបស់ខ្លួនខ្ញុំមិនបន្ទោសពួកយើងទេនៅពេលខ្លះពួកយើងអត់ដឹងថាម៉ែឪជាពាក់បំណុលគេដើម្បីយើងឧទាហរណ៍យើងមករៀនអញ្ចឹងថ្លៃជីវភាពណាថ្លៃសាលារៀនអីចឹងណាយើងអត់ដឹងថាម៉ែឪត្រូវចងការគេនោះទេអូខេជាពិសេសម៉ែឪអ្នកនៅខេត្តហ្នឹងខ្ញុំសង្ឃឹមថាអត់ល្ងងខ្លៅលក់ស្រែលក់អីដើម្បីទិញម៉ូតូទិញស្អីឲ្យយើងប្រើប្រាស់ហ្នឹងព្រោះដីទៅលក់បាត់អស់គឺវាអស់ហើយបាទហើយខ្ញុំសង្ឃឹមថាបន្ទាប់ពីរៀនរឿងនេះទៅថ្ងៃអនាគតអ្នកទាំងអស់គ្នានឹងឈប់ធ្វើស្រែលើខ្នងប្រជាជនដ៏អភ័ព្វមួយនេះដើម្បីតែភាពមានបានจึงរស់ស៊ីស្របច្បាប់វាជាអ្វីដែលគួរឲ្យគោរពប៉ុន្តែរស់ស៊ីណាដោយបោកប្រាស់ឬក៏កុហកឬក៏បំផ្លាញជនជាតិខ្លួនឯងគឺជាអ្វីដែលគួរឲ្យខ្លាចណាអាក្រក់បំផុតបាទជាងខ្ញុំសង្ឃឹមថាយើងឈប់ធ្វើស្រែលើខ្នងប្រជាជនខ្លួនឯងតាមរយៈមេរៀននេះដែរតើអ្នកអាចមានមនសិការវិជ្ជាជីវៈមួយសមរម្យបានទេបាទណាត្រឹមកម្រិតមួយសមរម្យបានទេបាទជាពេលយើងធ្វើការអីមួយសង្ឃឹមថាយើងមានមនសិការវិជ្ជាជីវៈណាកុំមុខលុយហើយបំផ្លាញប្រជាជនខ្លួនឯងតើអ្នកអាចប្រឹងដល់ខ្លួនឯងមិនបំផ្លាញប្រយោជន៍អ្នកដទៃឲ្យសោះបានដែរឬទេបាទសង្ឃឹមខ្ញុំជឿជាក់បាទតើអ្នកអាចទុកអនុស្សាវរីយ៍ល្អមួយឲ្យគ្រួសារអ្នកនិងប្រទេសមួយនេះបានទេបាទចឹងពេលដែលយើងរៀនចប់យើងចេញទៅណាខ្ញុំសង្ឃឹមថាយើងនឹងខ្នះខ្នែងធ្វើអ្វីម្យ៉ាងដែលជាសេចក្តីល្អសម្រាប់ប្រទេសមួយនេះតើអ្នកអាចអត់ធ្មត់បន្តិចណាបំរើគ្រួសាររបស់អ្នកដើម្បីកុំឲ្យស្ដាយក្រោយបានដែរឬទេដោយករណីមីងទឿដែលបំរើយីម៉ាអញ្ចឹងណាបានន័យថាជីវិតរបស់គាត់គ្មានអ្វីដែលត្រូវស្ដាយក្រោយទេបាទអញ្ចឹងអត់ធ្មត់បន្តិចណា
បំរើបន្តិចដើម្បីឲ្យគ្រួសារបានល្អទៅបាទខ្ញុំសុំទោសខ្ញុំដឹងថាវាហត់ពេលខ្លះវាពិតជាពិបាកធ្វើព្រោះយើងមើលមនុស្សម្នាក់វាមិនងាយស្រួលទេចុះតម្រុំនៅ2ឬ3នាក់ហើយត្រូវចិញ្ចឹមទាំងស្រុងទៀតខ្ញុំដឹងថាយ៉ាប់ប៉ុន្តែវាស៊ីសងឆន្ទៈប្រសិនបើយើងអត់ធ្មត់អត់ទ្រាំណាព្យាយាមយើងប្រកាសជាអាចនឹងធ្វើបានជាក់ជាមិនខានបាទរឿងនេះខ្ញុំធ្លាប់ផ្សេងពី10ឆ្នាំមុនដោយសារខ្ញុំតែងតែនឹកគិតឃើញថាជីវិតរបស់យាយម៉ាក់គឺហាក់បីដូចជាជីវិតនាងបណ្ដាចាដែលបាត់បង់ប្តីបាត់បង់កូនណាប្តីមួយកូនពីរបាត់ទាំងអស់ជីវិតរបស់គាត់ចង់បញ្ចប់អត់សេះសល់អីទាំងអស់ណាសល់តែកុសលមួយដែលគាត់បានជួយចិញ្ចឹមក្មួយប៉ុន្តែក៏ដូចជាធ្វើបាបក្មួយឲ្យក្មួយត្រូវរ៉ាប់រងជីវិតរបស់ខ្លួនវិញនៅរយៈពេលមកដល់ថ្ងៃនេះវាជិត20ឆ្នាំហើយបាទតាំងពីឆ្នាំចុងឆ្នាំ2003ដើម2004យើងគិតមកដល់ឆ្នាំនេះ2021គឺវា17ឆ្នាំហើយអញ្ចឹងបេសកកម្មរបស់មីងទឿគឺពិតជាអស្ចារ្យបាទនេះជាអ្វីដ៏កំសត់ប៉ុន្តែសង្ឃឹមថាអ្នកទាំងអស់គ្នានឹងអាចទាញបានប្រយោជន៍ដ៏កំសត់នេះជាងជីវិតនាងបដាចាមិនមែនជាជីវិតកុហកបោកប្រាស់ទេព្រោះជីវិតយាយម៉ាក់ក៏ដូចជីវិតនាងបដាចាបាទជាងរាល់ថ្ងៃនេះជីវិតយាយម៉ាក់គាត់នៅសល់ព្រះធម៌ដោយសារគាត់នៅស្ដាប់ធម៌តាមវិទ្យុខ្លះទៅជាងធ្វើគាត់បាទយល់អំពីអ្វីដែលគាត់មានត្រូវតែបាត់បង់ទៅវិញហើយខ្ញុំគិតថាបច្ចុប្បន្ននេះគាត់អាចទទួលយកបានច្រើនបំផុតណាមានន័យថាគាត់យល់ទូលាយហើយគាត់ទទួលស្គាល់សេចក្តីពិតថាគាត់បានបាត់បង់មែនបាទហើយគាត់ក៏មិនបានធ្វើបាបដល់មីងទឿនាពេលបច្ចុប្បន្នដែរគឺគាត់រស់នៅដោយមិនទាមទារអ្វីនោះទេគ្រាន់តែរស់នៅក្នុងសភាពសាមញ្ញត្រូវការត្រឹមតែម្ហូបអាហារទទួលទានតែមួយរសតែប៉ុណ្ណោះបាទទាំងស្ដាប់មួយចំហៀងខ្លួនមានន័យថាត្រូវការជំនួយប៉ុន្តែគាត់ខំប្រឹងដល់ខ្លួនឯងដូចគ្នាបាទចឹងរឿងដែលអ្នកទាំងអស់គ្នាបានស្ដាប់ហ្នឹងគឺខ្ញុំបានកែសម្រួលឡើងវិញចេញពីឯកសារដែលខ្ញុំបានសរសេរកាលពីអំឡុងឆ្នាំ2010បាទហើយនៅថ្ងៃនេះផងដែរក៏ជាថ្ងៃនៃពិធីបុណ្យ7ថ្ងៃនៃមរណភាពរបស់ម្ដាយខ្ញុំដែរខ្ញុំក៏មិនដឹងថាហេតុអីបានជាខ្ញុំនឹកឃើញហើយខ្ញុំចង់ចែករំលែករឿងនេះព្រោះតែខ្ញុំនឹកឃើញអំពីភាពសោកសៅនៃការបាត់បង់មនុស្សដែលយើងស្រឡាញ់ហើយពេលដែលខ្ញុំយករឿងនេះក៏ដោយសារតែខ្ញុំនឹកឃើញដល់ម្ដាយខ្ញុំដែលគាត់បានជួយសម្រួលដល់ម្ចាស់ប្រាក់បំណុលដែលយាយម៉ាចបានជំពាក់គឺពេលដែលម្ចាស់បំណុលទាលុយយាយម៉ាចដែលពិការហើយនោះយាយម៉ាចក៏គ្មានអីឲ្យទេអញ្ចឹងខ្ញុំពិតជានៅតែចងចាំម្ដាយខ្ញុំដែលបានជួយសម្រួលដល់ម្ចាស់បំណុលដែលសុទ្ធតែជាអ្នកជិតខាងរបស់ខ្ញុំទាំងអស់គឺឈប់យកការប្រាក់ពីគាត់ហើយឲ្យក្មួយគាត់ដែលជាមីងទឿហ្នឹងសងត្រឹមតែប្រាក់ខ្ចីដោយយកអាលុយជំពាក់ទាំងអស់ហ្នឹងចែកជាចំនួនឆ្នាំគឺ3ឆ្នាំស្មើនឹង36ខែដើម្បីឲ្យមីងទឿសងបាទហើយម៉ាក់ខ្ញុំបានផ្ដល់ឱកាសឲ្យមានន័យថាមីងទឿអាចលក់ដូរនៅមុខផ្ទះរបស់ខ្ញុំដោយយើងមិនគិតកម្រៃឈ្នួលបាទនៅក្នុងឱកាសនេះដែរខ្ញុំលើករឿងនឹងមកក៏អរគុណដល់យាយម៉ាចសកម្មភាពរបស់គាត់ដែលបានដាស់តឿនខ្ញុំធ្វើខ្ញុំដឹងថាក្នុងនាមជាម្ដាយឪពុកមិនត្រូវស្រឡាញ់កូនបណ្ដោយឲ្យកូនរស់នៅក្នុងចំណងហួសហេតុឡើយបាទចឹងតាមរយៈលោកយាយធ្វើឲ្យយើងដឹងថាកាលណាយើងបំពន់ចំណងកូនទាំងខ្លួនឯងត្រូវទៅខ្ចីបំណុលគេវាជាកំហុសដ៏អាក្រក់មួយបាទហើយអាចថាកូនយាយខុសក៏បានថាកូនយាយមិនខុសក៏បានព្រោះយាយមិនបានប្រាប់កូនទេថាដើម្បីបានម៉ូតូបានសម្ភារៈអស់ហ្នឹងគឺត្រូវទៅខ្ចីបុលគេបាទខ្ញុំក៏សូមអរគុណដល់ពូជេវដែលគាត់បានទទួលមរណភាពតាំងពីឆ្នាំ2000ចុង2003ដើមឆ្នាំ2004ដែលកាលនោះខ្ញុំធ្វើជាគ្រូបង្រៀននៅខេត្តស្ទឹងត្រែងបាទខ្ញុំពិតជាមិនបានដឹងរឿងរបស់គាត់ច្រើនទេប៉ុន្តែគាត់ក៏ជាបុរសម្នាក់ដែលល្អដែរគាត់ជួយបង្រៀនកូនអ្នកជិតខាងរួមទាំងបងប្អូនរបស់ខ្ញុំផងដែរទោះបើគាត់ចូលចិត្តលេងម៉ូតូឬក៏ប្រើប្រាស់របស់ល្អៗក៏ដោយបាទសកម្មភាពរបស់គាត់អាចថាគាត់មិនខុសដោយសារតែគាត់អត់ដឹងថាម្ដាយគាត់ខ្ចីលុយគេបាទហើយសកម្មភាពរបស់គាត់នេះបានដាស់តឿនខ្ញុំអំពីកំហុសនៃការអប់រំនៅជំនាន់ឆ្នាំ1990ដែលជាទូទៅមិនបានក្រើនរំលឹកជនជាតិយើងណាឲ្យរស់នៅក្នុងសភាពមួយដែលសមរម្យណាដែលការអប់រំជំនាន់ហ្នឹង
ផ្លេចណែនាំយើងកុំឲ្យបដិញភាពទំនើបណាកុំឲ្យផ្អែកលើជំនួយអ្នកដទៃជំនួយអ្នកផ្ទះណាដើម្បីភាពហឺហារបស់យើងជាពិសេសមិនបានបង្រៀនយើងឲ្យប្រយ័ត្នចំពោះការរីកសាយភាយនៃឥទ្ធិពលវប្បធម៌បរទេសព្រោះជំនាន់នោះកម្មវិធីទូទៅបានបង្ហាញនៅសិល្បៈបរទេសជាច្រើនលក្ខណៈបរទេសជាច្រើនជាពិសេសពីប្រទេសថៃដែលធ្វើឲ្យមនុស្សនៅស្រុកខ្មែរវាស្ទើរតែឈួតអស់ណាចូលចិត្តលេងអ្វីៗតាមស្ទីលរបស់ប្រទេសថៃបាទទាំងខ្លួនឯងលហេមលហាមក្រីក្របាទហើយអំពើអាក្រក់វាកើតច្រើនទាំងប្លន់ទាំងលួចអីចឹងទៅបាទក្នុងរឿងនឹងដែរហើយនៅក្នុងថ្ងៃនេះដែរខ្ញុំក៏អរគុណដល់មីងទឿដែលបានធ្វើខ្ញុំដឹងថាជីវិតគឺពិតជាលំបាកតែពិតជាមានថ្ងៃបញ្ចប់អញ្ចឹងមីងទឿគាត់ខំតស៊ូក្នុងរយៈពេលប្រហែលជា7-8 ឆ្នាំដើម្បីសងបំណុលនេះជាបេសកកម្មដ៏អស្ចារ្យហើយដែលអ្នកនៅម្ដុំផ្ទះខ្ញុំអ្នកណាក៏នឹកឃើញរឿងមួយហ្នឹងបាទអ្វីដែលគាត់ធ្វើគឺធ្វើដើម្បីសងគុណដល់មនុស្សម្នាក់ដែលគាត់ស្រឡាញ់ហើយវាពិតជាសុភមង្គលយ៉ាងពិតប្រាកដមែនចឹងជីវិតវាពិតជាលំបាកតែវាពិតជាមានថ្ងៃបញ្ចប់ណាភាពលំបាកដែលយើងធ្វើដើម្បីមនុស្សដែលយើងស្រឡាញ់វាជាសុភមង្គលមួយបាទចឹងតាមរយៈរឿងនោះខ្ញុំមានប៉ុណ្ណឹងហើយអក្សរបន្ទាប់នេះខ្ញុំគ្រាន់តែចង់បញ្ជាក់អំពីអារម្មណ៍ខ្ញុំទៅកាន់ម្ដាយខ្ញុំដូចជាមិនអាចមើលឃើញគាត់មិនអាចជួបគាត់ជានិរន្តរ៍តែក៏មិនមានឡើយវិបដិសារីព្រោះបទពិសោធន៍កន្លងមកនៃអ្នកជិតខាងបានធ្វើខ្ញុំចេះប្រើប្រាស់ពេលវេលាបានល្អប្រសើរក្នុងការចាយពេលវេលាជាមួយម្ដាយខ្ញុំនៅក្នុងដំណាក់កាល2ឆ្នាំចុងក្រោយវេលាដែលគាត់មានជំងឺបាទចឹង2ឆ្នាំចុងក្រោយខ្ញុំចាយពេលនៅជាមួយគាត់បាន99%បាទវាជាសុភមង្គលដ៏មហិមាដែលធ្វើឲ្យខ្ញុំនៅថ្ងៃនេះខ្ញុំគ្មានអារម្មណ៍ថាមានវិបដិសារីដោយមិនចេះថែរក្សាពេលវេលានោះទេបាទរយៈពេល2ឆ្នាំពិតជាលំបាកពិតជាហត់ប៉ុន្តែនៅថ្ងៃនេះខ្ញុំពិតជាអាចឆ្លើយបានថាវាជាសុភមង្គលមួយព្រោះយើងអាចទទួលស្គាល់សេចក្តីពិតនិងប្រើប្រាស់ពេលវេលាដែលយើងអាចធ្វើបានយ៉ាងល្អបំផុតបាទខ្ញុំសូមឧទ្ទិសកុសលនៅថ្ងៃបុណ្យ7ថ្ងៃនេះទោះបីជាមិនអាចធ្វើពិធីអ្វីតាមបែបប្រពៃណីបាទត្រឹមតែតិចតួចបាទនៅក្នុងថ្ងៃនេះបាទវាជាការចងចាំដ៏ល្អមួយអរគុណបាទអញ្ចឹងរឿងដែលខ្ញុំនិយាយនៅពេលនេះក៏សន្មតដល់ទីបញ្ចប់សម្រាប់វគ្គចុងបញ្ចប់បាទក្តីស្រឡាញ់របស់ម្ដាយចំពោះកូនគឺតែងតែជាក្តីស្រឡាញ់ពិតក្តីស្រឡាញ់ពិតគឺតែងតែឲ្យដោយមិនមានការទាមទារបាទចឹងខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាដែលរស់នៅស្រុកខ្មែរព្យាយាមរៀនឲ្យស្គាល់អំពីអត្ថន័យពិតប្រាកដនៃពាក្យស្រឡាញ់គឺតែងតែផ្ដល់ឲ្យហើយមិនទាមទារស្រឡាញ់នរណាម្នាក់អនុញ្ញាតឲ្យគេជាគេនិងមានសេរីភាពគឺសិទ្ធិដែលអាចធ្វើនៅអ្វីៗដែលគេចូលចិត្តក្រោមអំណាចនៃច្បាប់ស្រឡាញ់មិនមែនទាមទារទេបើអ្នកស្រឡាញ់មនុស្សម្នាក់ដើម្បីរំពឹងទាមទារចង់បានអ្វីមួយពីគេនោះមានន័យថាអ្នកមិនស្រឡាញ់គេទេអ្នកកំពុងតែរស់ស៊ីឬក៏ធ្វើជំនួញលើទំនាក់ទំនងរបស់អ្នកជាមួយគេបាទសុភមង្គលនៅឯណាសុភមង្គលគឺស្ថិតនៅបាតជើងនៃម្ដាយខ្ញុំព្រោះក្តីស្រឡាញ់របស់ម្ដាយជាទូទៅគឺជាក្តីស្រឡាញ់តែមួយគត់ដែលពិតប្រាកដមិនមានការកុហកបោកប្រាស់ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចេះថែរក្សាពេលវេលាដែលអ្នកទាំងអស់គ្នាមានជាមួយឪពុកម្ដាយឲ្យបានល្អចងចាំថាចេះគ្រប់គ្រងពេលវេលាប្រើប្រាស់ពេលវេលាឲ្យបានត្រឹមត្រូវមានពេលវេលាសម្រាប់ខ្លួនឯងមានពេលវេលាសម្រាប់មិត្តភ័ក្តិមានពេលវេលាសម្រាប់គ្រួសារមានពេលវេលាសម្រាប់ម្ដាយឪពុកធ្វើបានបែបនេះនោះជីវិតរបស់អ្នកនឹងមិនមានឡើយវិបដិសារីធ្វើបានបែបនេះអ្នកនឹងអាចសម្លឹងមើលម្ដាយឪពុករបស់អ្នកដែលជាទូទៅនឹងចាក់ចេញពីអ្នកដោយគ្មានការឈឺចាប់ហើយអ្នកនឹងអាចញញឹមពេលដែលអ្នកនឹកគិតដល់អតីតកាលទាំងឡាយឡើងវិញសូមអរគុណសូមជម្រាបលា